ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទកែប៊ីឡាមានប្រធានបទមួយចង់ចែកម្លែកជូនបងប្អូនទាំងអស់គ្នាដែលប្រធានបទរបស់ខ្ញុំថ្ងៃនេះគឺមានឈ្មោះថា folliculitis ឬភាសាខ្មែរយើងអាចហៅបានថាជំងឺរលាកគល់រួមជំងឺរលាកគល់រួមគឺជាជំងឺដែលយើងជួបប្រទះជាញឹកញាប់នៅលើស្បែករបស់យើងដោយវាបង្កឡើងដោយការឆ្លងមេរោគចូលទៅក្នុងគល់រួមរបស់យើងហើយបង្កមានការឡើងខ្ទុះនិងក្រហមជាដើមចំពោះមូលហេតុរបស់វានោះគឺភាគច្រើនដោយសារតែមានការជ្រៀតចូលនៃបាក់តេរីទៅកាន់គល់រួមដែលមានឈ្មោះថា Staphylococcus aureus ហើយក្រៅពីនេះនឹងក៏វាមានដូចជាពពួកផ្សិតនិងវីរុសផងដែរហើយកត្តាដែលធ្វើឲ្យមានការកើតឡើងនៃជំងឺនេះនឹងគឺដោយសារតែមានការកោររោមមិនស្អាតប្រើប្រាស់របស់កោររោមដែលមិនបានត្រឹមត្រូវស្លៀកសម្លៀកបំពាក់តឹងពេកបែកញើសការចាក់សាក់សត្វតិចឬខាំការប្រើប្រាស់ផលិតផលលាបទៅលើស្បែកការប្រើប្រាស់ថ្នាំស្តេរ៉ុយអ៊ីតច្រើនផងដែររោគសញ្ញានៃជំងឺនេះនឹងគឺមានឡើងនៅកន្ទួលក្រហមឡើងខ្ទុះទៅតាមគល់រោមមានដំបៅហើយវាកើតឡើងគ្រប់កន្លែងពេលខ្លះវាមានរមាស់មានឈឺហើយជួនកាលអាចឈានទៅដល់ការឡើងកម្ដៅទៀតផងដែរចំពោះផលវិបាកនៃក្រោយការកើតនៅជំងឺនេះហើយមិនបានព្យាបាលត្រឹមត្រូវនោះគឺអាចឈានដល់ឲ្យមានការកើតបោសការកើតនៅដំបៅខូងខ្មៅខូចសោភ័ណភាពស្បែកសក់លែងដុះហើយពេលខ្លះក៏អាចបណ្ដាលឲ្យមានការកើតចុះឡើងសាដើមក្នុងករណីដែលយើងព្យាបាលមិនត្រឹមត្រូវចំពោះការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះគឺយើងពឹងផ្អែកទៅលើប្រវត្តិអ្នកជំងឺផ្ទាល់និងស្ថានភាពនៃស្បែករបស់គាត់